ថ្ងៃនេះរៀបចំគ្រឿងដង្វាយថ្វាយទេវតាថ្វាយដល់ព្រះសាស្តាសម្មាសម្ពុទ្ធផងឲ្យបានបុណ្យជោគសេរីកន្លងសុខផងទុក្ខផងសូមឲ្យជៀសឆ្ងាយមានផ្លែឈើធំនំផ្លែឈើមានក្រូចរៀបចំធំតូចដាក់ជើងពៀនថ្វាយដល់ព្រះសាស្តាពីបានគឺចេដល់ព្រះសាស្តាទេវតាទាំងឡាយសូមសុខសួស្តីឆ្នាំថ្មីហេងហេងតែគេរៀបចំផ្លែឈើទទួលទេវតាញាតិទាំងអស់គ្នាព្រោះមួយឆ្នាំមានម្ដងជាប្រពៃណីរបស់ដូនតាយើងគឺតែងតែរៀបអញ្ចឹងឯងដើម្បីថ្វាយទេវតាហើយចំណែកផ្កាឈូកនេះវិញគឺនាងខ្ញុំអត់ធ្លាប់កាច់ទេគឺនឹកឃើញដោយចិត្តផ្ចង់ខ្លួនឯងក៏កាច់បានប៉ុណ្ណឹងស្អាតទេបងប្អូនមើលទៅដូចទំនងជាស្អាតដែរមិនទំនងទេគឺខ្ញុំពេញចិត្តថាស្អាតដែរអញ្ចឹងគិតថាទេវតាឆ្នាំថ្មីនេះនឹងចូលចិត្តនៅផ្កាឈូករបស់ខ្ញុំហើយបានថ្វាយចំពោះព្រះពុទ្ធផងអញ្ចឹងក៏រៀបចំកាច់លេងទៅញាតិទាំងអស់គ្នាទៅផ្សារហ្នឹងទៅទិញបាន4ទងហ្នឹងឯងមានផ្កាសហើយនឹងផ្កាក្រហមផ្កាឈូកហ្នឹងឯងចេះទៅទាន់ដែរប៊ីតានឹងអត់ទៅហើយទៅក្រោយគេណាព្រោះចេញពីធ្វើការឆ្លៀតរត់បញ្ញាប់ឡើងម៉ូតូឌុបទៅឲ្យគេជូនទៅទិញមានអីញាតិទាំងអស់គ្នានេះនិយាយឲ្យត្រង់តែមកនៅក្នុងថាជីវិតរបស់នាងខ្ញុំគឺថ្ងៃទី1ក៏ជាលើកទី1ដែរណាដែលបាត់ការឈូកហ្នឹងណាអត់ធ្លាប់បាត់ទេប៉ុន្តែធ្លាប់ឃើញយាយតាអីគាត់បាត់ដាក់ចូលក្នុងថ្វាយព្រះនៅតាមវត្តដល់ពេលនឹកឃើញខ្លួនឯងក៏វិចិត្រធ្វើខ្លួនឯងបាត់ដាក់ខ្លួនឯងតែម្ដងមើលទៅស្អាតម្យ៉ាងដែរតើមួយបន្ទាប់មកក៏យើងចាប់ផ្ដើមរៀបចំផ្កានេះគឺមិនមែននាងខ្ញុំក្រងខ្លួនឯងទេគឺទិញមកពីផ្សារទេបញ្ជាក់ណាមួយផ្លែឈើហ្នឹងមួយមុខបន្តិចមកដាក់ថ្វាយទេវតាផងដាក់ប្រគេនទៅដល់ព្រះផងអញ្ចឹងមានអីនឹងអីដែលយើងត្រូវរៀបចំផ្លែឈើស្រុកហើយនឹងផ្លែឈើព្រៃតែមានតែពិតជាផ្លែឈើព្រៃទេតែដល់គេយកមកដាំនៅស្រុកវាទៅជាផ្លែឈើស្រុកទៅហើយឯចំណែកផ្លែប៉ោមវាមិនមែនផ្លែព្រៃអានឹងវាផ្លែស្រុកតាំងពីដើមមកទៅហើយចឹងទៅក៏រៀបចំដាក់ថាសដាក់ចានធ្វើយ៉ាងណាថ្វាយដល់ព្រះសម្មាសម្ពុទ្ធផងហើយក៏រៀបចំថ្វាយដល់ទេវតាផងឲ្យបានត្រឹមគ្នាអញ្ចឹងណាព្រោះទេវតាចុះមកឆ្នាំនេះខុសផ្លែតែម្ដងចុះមកលេងម៉ោង4ជាងអញ្ចឹងអីអូយដល់ក៏ទេវតាក្រចុះនោះក្រចុះចាំអាពេលនេះខ្ញុំទិញវាធ្វើការបានតិចនឹងឲ្យរៀបចំហើយក៏រៀបចំបូជាប្រគេនថ្វាយទៅជូនបិណ្ឌដល់អ្នកទាំងអស់គ្នាផងដោយការប្រឹងប្រែងណាអរគុណច្រើនវីដេអូមានប៉ុណ្ណឹងឯង